ខ្ញុំមានកិត្តិយសក្នុងការចែកម្លែកលើប្រធានបទមួយនិយាយពី legal practice for small and medium enterprise ហៅថា SME បាទដោយសារប្រធានបទថ្ងៃនេះយើងលើកឡើងទាក់ទងនឹង SME ច្រើនចឹងទេខ្ញុំនឹងធ្វើការចែកម្លែកលើគោលដោយសារខ្ញុំមាននាទីប្រហែលដែរបាទ10នាទីបាទចឹងពេលខ្លីអញ្ចឹងបែបទៅលឿនបន្តិចបាទមុនអនុញ្ញាតធ្វើការចែកម្លែកខ្ញុំចង់បង្ហាញនៅនាំខ្លួនបន្តិចឲ្យស្គាល់ឲ្យអាដាមលោកជំទាវមួយចំនួនដែលអត់បានជួបគ្នាអញ្ចឹងខ្ញុំអាចសូមអនុញ្ញាតណែនាំបន្តិចតាមពិតខ្ញុំខ្ញុំជាប្រធានក្រុមហ៊ុន Medevi Legal Trust ដែលជាក្រុមហ៊ុន Medevi ដែលផ្ដល់សេវាកម្មផ្នែកច្បាប់នៅប្រទេសកម្ពុជាហើយបច្ចុប្បន្ននេះខ្ញុំក៏ជាទីផ្សារនៅក្រសួងយុទ្ធភ័ពផងដែរដែលជា Medevi នៅក្រសួងយុទ្ធភ័ពហើយទាក់ទងនឹងការងារពួកខ្ញុំនិយាយទៅខ្ញុំអនុវត្តវិជ្ជាជីវៈច្បាប់ទៅចូលជា20ឆ្នាំហើយដែលយើងផ្ដោតសំខាន់នៅពេលបច្ចុប្បន្ននេះយើងជួយគ្រប់គ្រងផ្នែកច្បាប់ទៅដល់ SME និង Business Owner នៅស្រុកខ្មែរតែម្ដងដែលយើងធ្វើការចែកម្លែកឬក៏ធ្វើការបទបង្ហាញកន្លងមកតាមរយៈការសិក្សាសាលាតាមរយៈជាវីដេអូមួយចំនួនដែរទៅដល់អំពីជាការលើកថាជាការដែលជាចំណេះដឹងខ្លះទៅដល់ម្ចាស់អាជីវកម្មហើយដោយសារយើងឃើញថាអញ្ចឹងយើងឃើញថានៅពេលបច្ចុប្បន្ននេះដោយអាយដាមលោកជំទាវបានលើកឡើងខាងដើមថាយើងមានការរីកចម្រើន SME ពេលបច្ចុប្បន្នរីកចម្រើនច្រើនប៉ុន្តែខ្ញុំគិតថាចំណែកមួយដូចថ្ងៃនេះអញ្ចឹងមានការអញ្ជើញចូលរួមទាក់ទងនឹងការបង្ហាញផ្នែកច្បាប់ខ្ញុំគិតថាសំខាន់ណាស់មិនខ្ញុំថាសំខាន់ដោយសារដំណើរទៅមុខ SME ចាប់ដើម grow ចាប់ដើមរីកចម្រើនខ្លាំងហើយការរីកចម្រើនខ្លាំងខ្ញុំគិតថាស្របទាំងគោលនយោបាយរដ្ឋាភិបាលដែរដែលបច្ចុប្បន្ននេះគាត់យកចិត្តដាក់ខ្លាំងលើច្បាប់តែម្ដងដើម្បីធានាថាដំណើរការ SME ឬក៏ការរីកចម្រើនអាជីវកម្មទៅមុខខ្ញុំគិតថាយើងអត់អាចបំភ្លេចផ្នែកច្បាប់បានទេព្រោះអីពាក្យថាផ្នែកច្បាប់នេះខ្ញុំគិតថាយើងរួមទាំងពីរទី1ទាំង internal ផងទាំង external ផងបើថាក្នុងផ្ទៃក្នុងក្រុមហ៊ុនយើងគិតអំពីរៀបចំរចនាសម្ព័ន្ធរៀបចំគោលនយោបាយផ្សេងដើម្បីឲ្យដំណើរការទៅមុខឲ្យមានលក្ខណៈរលូនហើយក្រៅពីហ្នឹងក៏យើងត្រូវការរត់ដៃគូដែរក្នុងការរស់ស៊ីបាទដូចបាញ់មិញហ្នឹងខាងឯកឧត្តមលោកជំទាវលើកឡើងអញ្ចឹងតើតោះដៃគូមួយចំនួនដែរនៅក្នុងស្រុកណាដៃគូក្នុងក្រៅប្រទេសសិតត្រូវការឯកសារទាំងអស់សិតត្រូវការច្បាប់ទាំងអស់ដើម្បីធានាថាការរស់ស៊ីហ្នឹងយើងអត់ចង់កេងប្រយោជន៍លើភាគីណាមួយក៏ប៉ុន្តែចង់មានតម្លាភាពត្រឹមត្រូវរវាងដៃគូនិងដៃគូហើយអញ្ចឹងត្រូវការអ្នកជំនាញមួយឬជាពិសេសទាក់ទងមេធាវីដែលផ្នែកពាណិជ្ជកម្មហ្នឹងជួយក្នុងការប្រឹក្សាយោបល់ធ្វើយ៉ាងណាដើម្បីធានាថាដៃគូសហការរស់ស៊ីជាមួយគ្នាវាមានសុវត្ថិភាពបាទមានសុវត្ថិភាពឬក៏មានតម្លាភាពពិតប្រាកដនេះជាផ្នែកមួយដែលមានការលើកទឹកចិត្តខ្លាំងពេលបច្ចុប្បន្នហ្នឹងនៅខាងរដ្ឋាភិបាលយើងបានយកចិត្តដាក់ខ្លាំងផ្នែកច្បាប់ហ្នឹងជាខ្លាំងជាពិសេសអាយដាមកើតរិទ្ធពេលបច្ចុប្បន្នគាត់ខំខ្លាំងណាស់ក្នុងការផ្សព្វផ្សាយក្នុងការជំរុញការរបបច្បាប់ទៅបានប្រសើរឡើងបាទទាក់ទងនឹងប្រធានបទយើងហាញនេះដោយសារយើងរយៈពេលខ្លីខ្ញុំនឹងគោលបំណងយើងចែកម្លែកគ្រាន់តែជាចំណេះដឹងខ្លះទេដោយសារពេលខ្លីហើយធ្វើម៉េចដើម្បីឲ្យម្ចាស់អាជីវកម្មឬក៏សហគ្រាសធុនតូចមធ្យមហ្នឹងឲ្យយល់ដឹងផ្នែកច្បាប់យល់ដឹងដើម្បីអីយល់ដឹងដើម្បីកាត់បន្ថយហានិភ័យបញ្ហាប្រឈមកាលណាយើងអត់ដឹងផ្នែកច្បាប់ខ្ញុំគិតថាជាផ្នែកមួយដែរជាហានិភ័យសម្រាប់យើងម្ចាស់អាជីវកម្មពេលខ្លះយើងចង់កសាងរស់ស៊ីបានត្រឹមត្រូវដល់ពេលយើងឆក់ល្វែងចំណុចណាមួយនាំឲ្យការវិនិយោគរបស់យើងវាខាតបង់ជាងកសាងរយៈពេល10ឆ្នាំទៅ20ឆ្នាំដល់មានបញ្ហាផ្លត់គ្នាចំណុចណាមួយដែលយើងអត់បានគិតល្អិតអន់វាទៅជាបញ្ហាវិញអញ្ចឹងអ្វីយើងសំកសាងកន្លងមកវាទៅជាអត់សូវបានជាផលប្រមាណទេបាទឬក៏អាចមានបញ្ហាប្រឈមទៅទៀតបាទអញ្ចឹងមេត្តាដែលយើងលើកឡើងនិយាយពីបញ្ហាប្រឈមខ្លះត្រួសហើយយើងនិយាយពីការអនុវត្តមួយចំនួនតើច្បាប់ណាខ្លះដែលជួយគ្រប់គ្រងទៅដំណើរការនៃការរស់ស៊ីឬការវិនិយោគរបស់យើងបាទហើយបន្ទាប់មកនិយាយពីយន្តការខ្លះដែរក្នុងការកាត់បន្ថយឬកាត់បន្ថយហានិភ័យនឹងមួយចំនួននោះបាទដោយខាងលោកស្រីបានដឹងថាទាក់ទងទៅនឹងបញ្ហាប្រឈមដែលកើតឡើងខ្ញុំឃើញថាដែលជាបទពិសោធន៍ក្នុងការធ្វើកិច្ចការមេធាវី10ឆ្នាំជាងមកនេះខ្ញុំគិតថាចំណុចមួយសំខាន់ដែលគាត់ចាប់ដើមគាត់មានបញ្ហាប្រឈមក៏គឺខ្វះការយល់ដឹងសហគ្រិនមួយចំនួនគាត់ផ្ដោតអារម្មណ៍សំខាន់នៃកិច្ចការងាររស់ស៊ីរបស់គាត់ក្នុងការពង្រីកទីផ្សារជារឿងចាំបាច់
còn thế môi trường muốn có con ọt ban chặt vào rõm không ca rịp chom ai cả sao bàn trầm trời đây không ca rịp chom ai cả sao tiếng rịp chom này chỉ mới rót chỉ mới đại cua xí xí chứ các ai chọn là vì này là khi nhom tia họ tha tiện tô từ rừng đôi ngày này dừng biên bật phò chán khi nhom tia họ tha tiện tô đường ca chọc bình chi IP cái là cam sấp nhà intellectual property right chúng các con men bật phò mòn chẳng các bạn thấy con ọt chặt vào rõm không ca cho trademark với chồng chi bàn thầm trời đó đó pel chập đam rosi pleb đó đó cây khơi ăn bật phal đầm na ca từ mốc chuyện cáo men trong hôn sinh nè cả khal khôi với chập đam cho vị chi mùn và đại trước akat con không phải lính rồi vì tao chia bật bong sệt hay không tha này áp to là na cho vị chi muốn con men sệt mùn này thì hỏi rằng chứng anh ấy dịp này mùi đá giá chi chuyện cáo có thằng đối chim 100 bài giờ đời sao toàn đi chìm rợn và các bất chương cáo dương ở tan trăm bài play mình các bất tá dương thời điểm cha na tha ta ai đừng ai hà là phơi chụp phù dương và sân dương ở miền sân sỏi bập và dương không cái trang người chờ nè khi nhung tí họ làm mó mình mua chuyện muốn đấy nơi trong Paul là vô mò bị kéo một tí có chấp đam vô Paul mó có tha đời sao toàn bị tìm xá chứ có chấp đam vừa cả chạy rồi hốt lên Paul làm na ca tìm xá ai làm na ca bán bắt đầu đọc cái khơi nằm thà cá nè là cái chấp ở rồng cái chấp đám từ trong chi môn mà và trong chí mà cho công ty trong hôn cho dư rồi gì hồi tới chẳng có để không dạ pe buôn pram nam mót đôi dịp trong thì sai kìa chứ đã đôi dịp trong thì sai kìa chẳng trong khói cứ có đặt bàn này đọc đăng thơ mày đọc đăng tờ là cá tờ cờ xuống kỳ mơ lướt phò tang tờ là cá cái mơ lướt phò tang thật ta mùi ná miên phò tang sọp bạc trầm trở rừng mỏm cái ăn vậy bị tha là thưa bạn muốn ăn đấy cái gì tha bị phép sọt bảo vì nếu chỉ chuẩn bị sầm khán đã chung cái tha giả cân mùi muốn pe khác con ai chạm vào pe khác con bạn chạm vào này chứ con nếu chỉ chuẩn bị muốn nó tiện tôi là cá phê và hai đôi kia đá để chìm được là đó thì pi bị tiện tôi thật nên còn qua nay vì chi bẹ thì bấy chỉ bị dễ mê được vì con này chầm niên này chung cá con tròn rô này vấn đề đặt rô này chầm niên để bay chui có thể con phạt nẹp được sai bỏng đứa con thà đưa ở trăm bảy chẳng tới chắc cái chụp này mũi đây nó ca để con chặt vào rõm từ lớp này nó ca đi trong ai cả sao bàn trầm trời nếu chỉ bánh ha phải chôm thì dương mơ khơi hơi từ bên đó bánh ha phải chôm chương cáo bị ai vô là ca mua chuyện muốn chương cáo bị ai miền phải chật lọt đây nó ca ăn ở vọt vô là cái miền tra cái bàn tay ca ăn ở vọt mua chuyện muốn vô là ca ăn ở vọt mua chuyện muốn bia miền phía bên này chỉ chụp lên phải chôm mua như thế đấy bằng cát ơi hạ cấn mua chuyện muốn con ở ban chặt vào rõm lớp này nè bà đứa con mình dương đã ở ban tròn bà đấy chia được chim trong lực là khạc lá hay bánh ha phải chôm là tí tiết ở đồng bông sả bốt đừng lực lá sẽ tôi nâng pôn ta chỉ muốn chơi thật tập gì bánh ha phải chôm đấy có thời gian đã và sân có thời gian đã thế chuyên cáo pôn ta nó có bán với lõ về tôi chỉ miền bánh ha trong hôn tem đó anh ấy để có đừng lực là làm ắt pi bánh ha năng bà chấp đam từ bốn dương đầm bay oi trong hôn mùi nhưng mình cái tha trong hôn ớt thở tại chọc chi được ấy vì ở sai từ lơ bong ôn luôn được sai thì chụp để chấm hình ta về piêu liên xóm sọp nở ta cua nở ta ca chọc chi vì mẹ thằng giỏi khá đỏ dừng khi nhom thì họ ta pe khá hề mình bạch chấm liêm đấy bên trái có thở ca ôi miên nục chất chỉ mũi đại cụ nục chất chỉ mũi tiện chunឬcó đại cụ bị cam gì đàm chứ có thở kích á bộ ai trong hôn đã cái chọn chập đại cụ cho lại mình trong hôn về sỏi bạc nhưng thì họ rằng trước bóng ôn từ lơ đến mơ phép dễ style như bọc trong hôn mùi tại ta dương cua chập đam đi cho đội nào các bạn té đầm bay phép sọt bắp chập đam từ bốn cứ rương cá chồng chỉ và cá chồng chi trong hôn bây giờ ở tao chỉ sọt bắp từ cái sụp định cam đứa cái tháp ban là bẹ pon mùi muốn đầm bay thành nia tha trong hôn dương này lượt pol dương trong hôn dương kia chỉ trong hôn muối đã miền cá từ score bị rót trầm trời lấy dịp này mũi sầm khăn bạn chấm nói mũi tiết để chạm vào đóm là slide để bật bằng hai cái đóm ông giàu lương láng cứ đi chấm nói sầm khăn khăn à để lúc rồi chia sẻ cơn thổi từ vô chất đặc khăn bài bắn nó chuyên cá còn đôi chim lương láng còn rosi chán còn tay rosi còn ăn chạm vào bốn rip trong ai cả sao ban tâm tới vì tôi chỉ bành hàng chuyên cá rót per penalty đặt toàn là cá mới đặt phải ní nó bây giờ dương admin phơi làm tàu thì họ rằng chuyên khát bóng chứ những phơi nó chừng thật nít rằng sao bám đầm mấy thì nia tha đầm na cái này rosi bây giờ nè
វាស្របច្បាប់ហើយឲ្យវាសុវត្ថិភាពបាទឲ្យវាសុវត្ថិភាពដែលអាដាមមុំនឹងឡើងលម្អិតអំពីបញ្ហាហ្នឹងបាទខ្ញុំគាត់បង្ហាញទ្រុសទេបាទច្បាប់ការងារមួយទៀតដែលជាច្បាប់សំខាន់ដែរដើម្បីដំណើរការសហគ្រាសមួយឬក្រុមហ៊ុនមួយយើងសហគ្រិនត្រូវយល់ដឹងពីច្បាប់ការងារកន្លងមកខ្ញុំបានការពីក្តីមួយចំនួនទាក់ទងនឹងធនាគារក្រុមហ៊ុនធំមួយចំនួនគឺជួនកាលគាត់ចង់ប្រជុំបុគ្គលិកប្រជុំស្រាក់ចិត្តហ្នឹងទៅដូចតែគាត់ជាប្រធានក្រុមហ៊ុនគាត់មានសិទ្ធិប្រជុំបានណាពេលណាក៏ប្រជុំបានដែរក៏ប៉ុន្តែយើងកុំភ្លេចថាយើងរស់នៅក្នុងក្រមច្បាប់កាលណាការប្រជុំមួយចំនួនវាតតែស្របច្បាប់យើងអាចប្រជុំបានប៉ុន្តែបើរកឃើញថាគាត់អត់មានកំហុសត្រឹមត្រូវផងហើយយើងប្រជុំទាំងអត់មានមូលដ្ឋានអាហ្នឹងគេមានសិទ្ធិប្តឹងបាទគេថានយោជិកមានសិទ្ធិប្តឹងហើយបើសិនតំណែងគាត់ធំមែនណាខ្ញុំអត់ចង់បញ្ចេញទេតទៅនឹងក្រុមហ៊ុនធំមួយគេទាមទារសំណងរាប់លានដុល្លារបាទរាប់លានដុល្លារគ្រាន់តែការប្រជុំមួយអត់ត្រឹមត្រូវនេះជាចំណុចមួយដែលខ្ញុំចង់ឲ្យដោយសារយើងក្នុង SME នៅទីនេះជាដំណើរការនឹងការវិវត្តទៅមុខមានការរីកចម្រើនហើយការរីកចម្រើនដូចខ្ញុំលើកឡើងខាងដើមថាអាយដាមលើកឡើងខាងដើមដែរថាវាត្រូវការរៀបចំយន្តការឲ្យច្បាស់លាស់ពីខ្លួនឯងទៅដើម្បីដំណើរការឲ្យមាននិរន្តរភាពបើមិនចឹងទៅយើងដើរទៅជួនកាលយើងឃ្លីងឃ្លោងណាអត់មានមូលដ្ឋានច្បាប់ឃ្លីងឃ្លោងជួនកាលយើងផ្លត់គ្នាទៅបន្តិចទៅធ្វើប្រហែសតិចទៅអ្វីយើងកសាងបុត10ឆ្នាំជួនកាលអត់បានរួចដើមវិញផងខាត់ទាំងពេលវេលាខាត់ទាំងកម្លាំងខាត់ទាំងលុយគឺយើងអស់អាលីងមកនេះជាផ្នែកមួយសំខាន់ណាស់បាទនឹងច្បាប់ការងារចេញជាផ្នែកមួយចូលក្នុងការទាក់ទងទៅនឹងដែល SME ឬក៏សហគ្រាសតូចមធ្យមធំអីហ្នឹងគឺថាត្រូវតែយល់ដឹងផងហ្នឹងដើម្បីធានាអំពីរបៀបនៃការធ្វើការរបស់បុគ្គលិករបស់យើងសហគ្រាសរបស់យើងកម្មសិទ្ធិបញ្ញាដូចខ្ញុំលើកឡើងខាងដើមនេះសិទ្ធិជា product ទាំងអស់បាទ product របស់យើងលទ្ធផលរបស់យើងដែលបានខំកសាងរៀបចំមកច្រើនណាស់អញ្ចឹងការដូចខ្ញុំលើកឡើងថាតើយើងអាចដល់ពេលនៅឬមិនទាន់ដល់ពេលអាស្រ័យលើបងប្អូនលោកលោកស្រីពិនិត្យមើលភាពជាក់ស្ដែងរបស់យើងបាទភាពជាក់ស្ដែងរបស់យើងតើយើងអូអស់មកបាទសុំ2ទីទៀតបាទទេបាទសុំ2ទីទៀតបាទយើងអាចយើងចូលពិនិត្យមើលហ្នឹងដើម្បីឲ្យយើងពិនិត្យមើលតើវាចាំបាច់នៅក្នុងការរៀបចំចុះជីបាទខ្ញុំសុំទៅទូទាក់ទងកម្មសិទ្ធិបញ្ញារៀងបើយើងនិយាយរៀងច្រើនបន្តិចប៉ុន្តែខ្ញុំមិនសុំអត់ទេចាំឱកាសក្រោយទៅបាទទាក់ទងនឹងច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ក៏ជាផ្នែកមួយសំខាន់ដែរទាក់ទងនឹងពាណិជ្ជកម្មនេះក្រៅពីហ្នឹងទាក់ទងទៅនឹងរឿងដូចខ្ញុំខាងដើមថាយើងត្រូវការដែរសំណាក់ត្រូវការតាមពិតអ្នកដែលមានបញ្ហាជួនកាលគាត់ថាការរោមេធាវីឬអ្នកជំនាញគាត់ថាតើមានបញ្ហាហើយប៉ុន្តែខ្ញុំឲ្យជាគំនិត2តាមពិតក្នុងការរោអ្នកជំនាញវាមាន2គេថា proactive approach ឬក៏ reactive approach បានថា proactive បានថាយើងគិតមុនតែយើងគិតមុនថាតើនឹងស្អីនឹងអាចធ្វើដើម្បីការពារកុំឲ្យបញ្ហាប៉ុន្តែ reactive បានថារឿងនឹងកើតឡើងហើយទីឡើងការពារក្តីហ្នឹងថាគាត់នឹងការពារក្តីក៏ប៉ុន្តែមិនអត់បានការពារអញ្ចឹងយើងត្រូវគិតពីយើងដើម្បីធ្វើម៉េចដើម្បីធានាថាយើងមានសុវត្ថិភាពបាទហើយឯកសារខ្លះខ្ញុំបានបង្ហាញមកតែតើផ្ទៃក្នុងរៀបចំម៉េចក្រុមហ៊ុនមួយខ្ញុំទីហោះថារៀបចំឯកសារភាគហ៊ុនកិច្ចសន្យាលក់សារការសម្ងាត់អីផ្សេងកិច្ចការងារដទៃទៀតច្រើនក្នុងខ្ញុំទីហោះទ្រុសឯងមិនបានទាំងអស់ទេជាមួយដៃគូយើងត្រូវមានកិច្ចសារអនុសារណៈកិច្ចព្រមព្រៀងសហការទិញលក់ជួលអីជាដើមគឺសិតជាយៈតទៅលក្ខខណ្ឌសំខាន់ឬក៏កុងត្រាសំខាន់ដែលយើងត្រូវរៀបចំដើម្បីធានាអំពីដំណើរការអាជីវកម្មរបស់យើងបាទដំណោះស្រាយដូចគ្នាដែរបើសិនមានបញ្ហាណាមួយកាត់ឡើងដូចខ្ញុំលើកឡើងដែរវាមាន proactive approach ឬក៏ reactive approach បានថាដំណើរការខ្លះបើយើងជីបំផុតទេយើងត្រូវប្រើទាំងពីរបានថាមានដំណើរការមានចំនួនកាត់ឡើងយើងត្រូវតាណាចាំបាច់បើសិនយើងអត់បានគិតអត់អន់វាអាចមានបញ្ហាយើងត្រូវទៅយន្តការមានយន្តការច្រើននៅពេលបច្ចុប្បន្នជាសហគ្រាសនេះយើងមានយន្តការតាមរយៈធ្វើការជាមួយមេធាវីដែលមានជំនាញជាមួយអាជ្ញាកណ្ដាលជាមួយនឹងគណៈកម្មការជាមួយនឹងអាជ្ញាធរដោះស្រាយមួយចំនួនពាក់ព័ន្ធទៅនឹងរឿងដោះស្រាយការពារតុលាការចុងក្រោយបំផុតបើសិនយើងអាចដោះ